សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin បានលើកយកនៅសាច់រឿងថ្មីមួយដែលប្លែកហើយល្អមើលនិងមានគុណតម្លៃខ្លាំងមែនទែនតោះកុំឲ្យខាត់ពេលយូរយើងចូលទៅតាមដានក៏ដូចជាស្ដាប់នៅការសម្រាយរឿងពេញតែម្ដងដំណើររឿងរបស់យើងគឺបានកើតឡើងដោយសារមានតួអង្គពីរនាក់ដែលពួកគាត់គឺជាជាងជួសជុលរថយន្តផ្ទះរបស់គាត់នៅតាមជនបទដោយសារតែជីវភាពក្រីក្រខ្សត់ខ្លាំងពេកពីអ្នកប្រិយប្រពន្ធក៏សម្រេចចិត្តថានឹងដាក់បន្លាដាក់ដេកគោលដេកអីនៅលើខ្នល់ដើម្បីឲ្យរថយន្តនឹងមកប៉ះពីបែកដើម្បីគាត់អាចធ្វើការប៉ះកង់ឡានបដូរសបកអីបានអញ្ចឹងណាហើយពេលហ្នឹងដែរគឺគាត់ទៅចាប់ផ្ដើមថ្ងៃដំបូងទេប៉ុន្តែអ្វីដែលគាត់រំពឹងទុកនោះគឺបានដូចចិត្តរបស់គាត់គឺគាត់មានចំណូលច្រើនជាងមុនហើយប្តីប្រពន្ធទាំងពីរនាក់ក៏នៅតែបន្តសកម្មភាពដាក់បន្លាដាក់ដែកនៅលើផ្លូវជារៀងរាល់យប់ពេលនឹងដែរប្រពន្ធរបស់គេហាក់បីដូចជាសប្បាយចិត្តមែនទែនទាំងដែលពួកគេមិនបានដឹងថាពេលដែលគេធ្វើនេះគឺមានកម្មពៀខ្លាំងមែនទែនក៏ដូចជាមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរអញ្ចឹងណាពេលនឹងដែរដល់ព្រឹកឡើងមានរថយន្តជាច្រើនដែលយកមកធ្វើនៅកន្លែងគេហើយប្តីរបស់គេក៏បាននិយាយជាមួយប្រពន្ធថាការងារនេះបងហាក់បីដូចជាមានបាបកម្មខ្លាំងមែនទែនគាត់ក៏ចង់បបួលប្រពន្ធរបស់គាត់ដើម្បីឈប់នៅមុខរបរនៅអញ្ចឹងព្រោះថាគាត់ក៏រលួយបានច្រើនដែរពីការប៉ះកង់ឡានរបស់គាត់ដែលកន្លងទៅហើយពេលនឹងដែរប្រពន្ធរបស់គាត់ហាក់បីដូចជាមិនសប្បាយចិត្តទេព្រោះពេលគាត់កំពុងតែរលួយបានតែប្តីរបស់គាត់ចង់ឲ្យឈប់ធ្វើដើរដាក់បន្លាលួដាក់ដេកគោលអីនៅតាមផ្លូវអញ្ចឹងណាហើយពួកគេពិតជារលួយបានខ្លាំងមែនទែនហើយសប្បាយចិត្តណាពួកគេបានមានការងារធ្វើរហូតហើយមានឡានខូចជាច្រើនហើយថ្ងៃមួយនេះពិតជាចៃដន្យខ្លាំងមែនទែនអតីតសង្សាររបស់ជាងជួសជុលឡានយើងហ្នឹងគឺបានជួបគ្នាដោយចៃដន្យអញ្ចឹងណាហើយគេក៏បាននៅតែនឹករលឹកនៅរឿងពីមុនដែលគេធ្លាប់សាងជាមួយគ្នាហើយពេលហ្នឹងដែរតួអង្គរបស់យើងប្រុសម្នាក់ហ្នឹងក៏គាត់ងាកមុខចេញអញ្ចឹងណាហើយតួអង្គស្រីរបស់យើងគឺគាត់នៅជជែកច្រើនហើយគាត់ចង់ឲ្យជាណែមកាតទៅប្តីទៅប្តីម្នាក់ស្រីហ្នឹងអញ្ចឹងប៉ុន្តែមានអីពេលហ្នឹងតួស្រីរបស់យើងគឺគេចេញមកគេស្ដីអីអញ្ចឹងណាហើយគាត់ក៏បានធ្វើការទូទាត់លុយហ្នឹងហើយគាត់ក៏បានចេញទៅបាត់ឈឹងអញ្ចឹងណាហើយត្រឡប់មកដល់សាច់រឿងយើងបន្ទាប់ទៀតពីអ្នកប្តីប្រពន្ធនេះគេពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាប្រពន្ធរបស់គេគឺជាស្រីមុខលុយអញ្ចឹងណាលុះមកដល់ព្រឹកឡើងស្រាប់តែមានប៉ូលីសមួយក្រុមបានមកដល់ផ្ទះគេព្រោះថាមានគេសង្ស័យថាហេតុអីបានជានៅតាមផ្លូវ highway ហ្នឹងមានបតុវហេតុក៏ដូចជាការបែកកង់ឡានញឹកពេកអញ្ចឹងណាអញ្ចឹងហើយក៏ប៉ូលីសគេចូលមកស៊ើបមកដល់ទីតាំងដើម្បីសួរនាំសួររកថាតើបងជាជាងប៉ះកង់ឡានហ្នឹងមានដាក់ដែកដាក់លុះដាក់អីនៅតាមផ្លូវដែរអត់ពេលហ្នឹងគឺគេផុតភ័យខ្លាំងមែនទែនគេក៏បានសម្រេចចិត្តថានឹងតាមដានស៊ើបអង្កេតរាល់សកម្មភាពរបស់គ្រួសារពីរនាក់ហ្នឹងអញ្ចឹងណាលុះមកដល់យប់ឡើងប្រពន្ធរបស់ជាងប៉ះកង់ឡានយើងនៅបន្តសកម្មភាពដើម្បីខួងផ្លូវដើម្បីដាក់វិសនៅក្នុងហ្នឹងមានអីស្រាប់តែពេលហ្នឹងបានឃើញហើយក៏គាត់ដើរមកលើផ្លូវក្នុងគោលបំណងដើម្បីស្វែងរកទីតាំងដែលគេដាក់វិសដើម្បីធ្វើការដកចេញហើយគាត់ក៏ដើរទៅក៏ព្យាជាមួយនឹងជើងរបស់គាត់តែម្ដងហើយគាត់ក៏បានដឹងច្បាស់ថាតាមពិតទៅគ្រួសារហ្នឹងវារស់ស៊ីមានលឿនដោយសារពួកគេគឺបានដាក់វិសដើម្បីធ្វើឲ្យកង់ឡានហ្នឹងបែកអញ្ចឹងណាហើយគាត់ក៏បានមកជួបស្រីម្នាក់ហ្នឹងនិយាយប្រឆិតប្រជែងអញ្ចឹងណាហើយតួអង្គស្រីរបស់យើងគឺគេមានអារម្មណ៍ថាមានអ្នកដឹងហើយថាគេកំពុងតែរស់ស៊ីនឹងប្រព្រឹត្តបទល្មើសដែលមិនត្រឹមត្រូវស្របច្បាប់អញ្ចឹងណាគេក៏បានជជែកជាមួយនឹងប្តីរបស់គេដើម្បីឲ្យថាយើងមានលុយកាក់គ្រប់គ្រាន់ហើយយើងអាចចាក់ចេញពីស្រុកទៅរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេព្រោះថាគេរលួយបានច្រើនពីការប៉ះកង់ឡានអញ្ចឹងណាហើយលុះមកដល់ថ្ងៃមួយដោយសារតែការប្រព្រឹត្តរឿងដដែលរបស់គេធ្វើឲ្យមានគ្រួសារមួយគឺបែកបាក់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាពេលនឹងដែរគេក៏បានចាក់ចេញពីស្រុកមកដល់រាជធានីនេះហើយក៏បានជួបជុំជាមួយគ្រួសារតែចៃដន្យអីក៏មានប៉ូលីសទៅដល់កន្លែងដែលផ្ទះរបស់គាត់ធ្លាប់រស់នៅពីមុនជាកន្លែងដែលគាត់ប៉ះកង់ឡានអញ្ចឹងណាហើយក៏គាត់បានមើលនៅសារព័ត៌មានមួយដែលគេបានចុះហើយពីអ្នកប្តីប្រពន្ធរបស់គេនេះវិញគឺគិតតែពីរឿងសុបាយទេព្រោះថាគេអត់ខ្វល់ពីអាយុជីវិតអ្នកដទៃទេពេលនឹងដែរប្តីរបស់គេក៏បានចេញមកក៏បានជួបជាមួយនឹងបុរសម្នាក់ដែលបានទៅលបមើលប្រពន្ធរបស់គេដែលបានវាយវិសដាក់នៅតាមផ្លូវគេក៏បាននិយាយប្រាប់ពីរឿងហេតុទាំងអស់ហ្នឹងហើយសាច់រឿងរបស់យើងសូមបញ្ចប់ត្រឹមនេះសិនទៅតាមដានទស្សនាភាគបន្តនៅភាគ2ទាំងអស់គ្នា